សួស្តីអ្នកនរគ្នាឥឡូវខ្ញុំធ្វើពីរបៀប config microWave ATN 950របស់ Huawei តែមុននឹងចូលការ config ខ្ញុំសូមណែនាំពីរបៀបឧបករណ៍ដែលត្រូវ config មានដូចជា silent បាទបន្ទាប់មក laptop បាទនេះគឺ silent laptop ជាប់ laptop ដែលជា silent RJ45 ហ្នឹងហើយបន្តមកទៀតបាទនេះគឺរូបភាពរបស់ ATN 950បាទហើយមុននឹងចូលដល់ config យើងត្រូវស្គាល់ពី port ដែលយើងត្រូវ connect ជាមួយនឹង laptop គឺ port NMS/com បាទគឺ port មួយនេះហើយបន្ទាប់មកទៀតយើងធ្វើការដាក់ IP address របស់ computer យើងបាទវិធីនេះ Internet Protocol version 4តមកមក click លើហ្នឹងហើយយើងដូរដាក់ថា129 10 គុណ 10 គុណចឹង subnet របស់វាជា 250 0 បាទតមកអូខេអញ្ចឹងយើងដាក់ IP របស់ computer យើងហើយបន្ទាប់មកយើងចូលទៅ folder យើងទុកនៅក្នុង web LCT ណានេះបាទ web LCT នេះ file ឲ្យមានឈ្មោះថា start web LCT/_https ទៅបក click មកចេញទាំងរបស់ web LCT មកបាទនេះជាទាំងរបស់ web IE តោះមកយើងចូលបិទនៅក្នុង tool យើងបិទយកបិទ top up blocker នេះយើងយកពាក្យ turn off top up blocker មកបាទហើយតោះមកចេះហើយចូលក្នុង internet option យើងជួយយកពាក្យថានេះ every time I visit the web page បាទអូខេតោះមកយើងចុចលើ continue to this website បាទនេះ password យើងវាយឈ្មោះថា change me _ 123បាទផាសមក copy ផាសមកបាទតោះមកកន្លែងកូដនេះយើងទៅវាយកូដជាសធំ 1 I KM សម្រាប់ចុចលើប៊ូតុង login បាទនេះគឺជាផ្ទាំងរបស់ LCT នេះគឺជា NE ចាស់មកគេយើងនឹងលុបចោលវាសេ NE ថ្មី NE លីថ្មីចូល search ចូល advanced search តមកយើងចូល domain IP យើងចូល 129.9.255 តមកយើងចុចលើប៊ូតុង search បាទនេះគឺជា IP address របស់ LCT add មក NE មកអូខេតមកបិទចោលបាទនេះគឺជា IP address របស់ LCT តមកយើង login ចុចលើប៊ូតុង NE login បាទតមកនេះយើងវាយ password វាយជាអក្សរតូចថា password តមកអូខេបាទនេះ login មានថាបានយើង log ចូលក្នុង user ហើយតមកយើងចុច NE Explorer ដើម្បីចូលផ្ទាំងរបស់ interface LCT បាទនេះគឺផ្ទាំងរបស់ LCT នេះបង្ហាញលើបបនេះ audio នេះឈ្មោះកាបរបស់យើង
ឈ្មោះកាត event នេះឈ្មោះកាតIS នឹងបន្តមកទៀតយើងចូលទៅធ្វើការដូរឈ្មោះសាយឧទាហរណ៍សាយយើងឈ្មោះសាយ VTC 5ដល់មក apply បាទនេះធ្វើការដូរឈ្មោះដល់មកយើងដាក់ frequency លើ audio យើងចុចលើពាក្យថា link configuration ដល់មកយើង link ID យើងយកយើងវាយថា1100ដល់មក IS channel bandwidth 28 MHz AM status ដូចជា disable ហើយបន្តមកទៀត modulation mode យើងយក128 Mbit ត្រង់កន្លែង TX frequency យើងត្រូវដឹងថា audio យើងជាប្រភេទប្រមាណ G ចុះ audio យើងជាប្រភេទ 7G station type ជាអីគេ station type ជា station type high អញ្ចឹងយើង station type high វាតម្រូវយើងត្រូវវាយលើ TX frequency ហ្នឹង 7401 អញ្ចឹងspacing នេះយើងត្រូវវាយ161លេខ161 dB យើងវាយតាម range dB 20 dB បន្ទាប់មកយើង apply តើវា apply ហើយយើងទៅធ្វើការបើក port E1 បើក port E1 យើងនេះគឺ switch E1 តែវា switch ចាស់របស់គេទេយើងត្រូវលុប delete ចោលអញ្ចឹងយើងទៅបង្កើតថ្មីដល់ចុចលើប៊ូតុង new នេះហើយ sync source នេះយើងយក ASU2 អញ្ចឹងយើងយក port 1 ដល់ port 5តមកទៀត sync យើងយក SP3S port 1 ដល់ port 5នេះគ្នាតមកអូខេបាទយើងចុចលើ SD8 នេះមកនឹងមានបង្ហាញថានេះ service ដែលយើងបើកនេះ port E1 នេះមាន5 port យើងបង្កើត service E1 ចប់ហើយយើងទៅបង្កើត service របស់ port FE ម្ដងហើយយើងចុចលើពាក្យ Ethernet Service Management បាទហើយយកពាក្យ ELAN Service ចុចលើ ELAN Service ហ្នឹងមកបាទតមកនេះក៏ service ចាំគេដែរយើងនឹងលុបចោលបាទនឹងខ្ញុំកាត់ service ថ្មីទៅលើប៊ូតុង new ឧទាហរណ៍ខ្ញុំកាត់ service គេ 3G អញ្ចឹងវាយពាក្យថា 3G មក service name នេះហើយ take type យើងដូរដល់ take transparent អញ្ចឹង cell learning MAC address ក៏ដូចជា enable MAC address learning mode ដូរដែរទៅជា SVL តមកយើងចុចលើប៊ូតុង get uniport កន្លែងនេះយើងមានឃើញឈ្មោះថា board នេះយើងចុចលើប៊ូតុងនេះមកប៊ូតុងប្រញាប់រួចនេះនឹងធ្លាក់ឲ្យយើងយកពាក្យថា EM6T តមកយើង select យក port អស់មកបាទហើយបន្តមកទៀតយើងកន្លែងនឹងដដែលដូរថាយកពាក្យថា ISU2 ដល់យើង add ISU2 ចូលមួយទៀតបាទមានថាយើង6 port នេះយើងប្រើបានអស់អញ្ចឹងយើង add 6 port ចូលតមកអូខេតបអូខេហើយត្រង់ចំណុចនេះយើងដូរវាទៅជា 100M full reflect ទាំងអស់បាទយើងដូរជា full reflect ទាំងអស់ហើយតមកកន្លែងនេះយើងទៅជាយក null ដែរយើងយក null ទាំងអស់ដូចគ្នាយក null ហើយតមកយើងចុចលើប៊ូតុង OK បាទនេះគឺ service ដែលយើងបង្កើតថ្មីនេះគឺ service ដែលយើងបង្កើតថ្មី
ហើយបន្តមកទៀតយើងធ្វើការបើក port FE ហើយចុចលើ interface management ហើយ interface សំដៅស Ethernet interface តាមចំណុចនេះគឺយើងដូរយក enable port អស់ជាទូទៅកន្លែងជា disable តែយើងត្រូវដូរជា enable port អស់បាទនេះយក null ដូចគ្នាយក null ដូរ null អស់ working mode ដូចគ្នាដែរបាទដូរ 100 full reflect ដូចគ្នាតង់កន្លែងចំណុចនេះក៏ដូចគ្នាដែរដូរ 100 full reflect ដូចគ្នាតទៀត apply យើងឃើញឡើង starter នេះ down មានន័យថា service យើងអត់ទាន់បានប្រើ port មួយណាទេហើយតោះយើងចុចលើពាក្យ advanced attribute ហើយ advanced attribute នេះយើងដូរជា enable ទាំងអស់ដូចគ្នាបាទយើងដូរទៅជា enable port ទាំងអស់គ្នាដើម្បីឲ្យ port យើងប្រើបានទាំងអស់ port ជា port auto បាទតមក apply ពី apply ហើយយើងចូល microwave interface ក្នុង microwave interface នេះជានេះ basic attribute នេះដូរទៅជា null ដូចគ្នាបាទ apply ទៀតតមក advanced attribute ក្នុង advanced attribute ហ្នឹងកន្លែង broadcast packet supervision នេះយើងដូរជា enable ដូចគ្នាតមក apply អញ្ចឹងយើងធ្វើការ config នៅ site VTC 5 នេះរួចរាល់ហើយអញ្ចឹងយើងចូលទៅ site មួយទៀតអញ្ចឹងមុនចូលទៅ site យើងត្រូវបិទទាំងចោលហើយធ្វើការ login log out សំទោសធ្វើការ log out ចោលហើយយើងចូលទៅ site ទៀតចូល site ទៀតយើង login ដូចគ្នាអញ្ចឹងដូចខ្ញុំណែនាំពីមុនមកអញ្ចឹងវាថា login អញ្ចឹងចូលដល់ site ទៀតគេហៅថានេះវាយ password ជាអក្សរតូចអត់ហើយដោយសារយើងវាយខុស password បាទនេះចូលមកដល់ហើយដល់ចំណុច password ហ្នឹងប្រកាន់ត្រង់ថាយើងវាយជាអក្សរតូចបើយើងវាយជាអក្សរធំ user អត់ស្គាល់ទេអញ្ចឹងមានន័យថាយើងចូលដល់ user ហើយយើងចុចលើ NE Explorer ដូចគ្នាបាទនេះទិញផ្ទាំងមកឲ្យអញ្ចឹងនឹងដូរឈ្មោះ site បាទនេះឈ្មោះ site គេយើងដូរតា VTC 6 apply នេះយើងត្រូវបានដូរហើយសារយើងតោះយើងធ្វើការ config frequency យើងចុចលើពាក្យថា link configuration link ID យើងវាយដូចលើមុនអញ្ចឹងបើមិនយើងវាយខុសគ្នា link ID យើងអត់ស្គាល់ទេថា link microwave អត់ស្គាល់គ្នាទេអញ្ចឹងយើងវាយថា 1100 IS channel bandwidth 28 MHz ដូចគ្នា AM starter នេះជា disable manual modulation mode 128 QVMK 128 Mbit អញ្ចឹងយើងដូរយកហ្នឹងមកតមកយើងត្រូវមើលថា audio យើងជាប្រភេទ 7G ហើយ station type នេះជាប្រភេទ audio TX low អញ្ចឹងយើង
thì lỗi là bay tha chất frequency vía thì frequency chất pi sai cột spacing rồi học nguội tóm apply tapi dương phơ hỏi bên đây là dương đã frequency hỏi dương cho bằng cả đường port eventនេះគឺសេវីចាស់របស់ Evon វិញទៅលោកចោលអញ្ចឹងនៅក្នុងឱកាសថ្មីទៅលើប៊ូតុង New តោះ YouTube port 1ដល់ port 5 sync យក select យក SP3S តមក port 1ដល់ port 5ដូចគ្នាតមកយើងចុចលើប៊ូតុង OK ហើយយើងនឹងចុចទៅមើលលើ link ដែរនេះលើឈ្មោះថា SDA ចុចមកនឹងមាន port E1 ធ្លាក់មកនេះបាទនេះគឺ CV E1 5 port តើយើងបង្កើត CV E1 ហើយមក port ហើយយើងអញ្ចឹងយើងទៅបើក port FE ម្ដងយើងចុចលើ Ethernet Service Management យក ELAN Service បាទចុចលើ ELAN Service ហ្នឹងមកនេះគឺ CV ចាស់ទៅលោកចោលទៀតតោះមកខ្ញុំបង្កើតថ្មីគឺលើប៊ូតុង New ត្រង់នេះខ្ញុំកាត់ switch DG បាទ check type យើងដូរ transparent cell learning MAC address ជា enable MAC address learning mode ជា SVL បាទតោះមកយើង get uniport Uniport ដើម្បីយើង add port ចូល6 port របស់យើងហ្នឹងបាទយើងចុចលើផ្កាព្រួយហ្នឹងធ្លាក់ឲ្យយើងយក EM6T add port អស់ដល់មកទៀតយើងចុចលើ ISU2 យើង add port ISU2 ចូលអញ្ចឹងមានថា6 port យើងបាទយើងបានបង្កើតហើយចុចលើ OK ទាំងកន្លែងមើល mood នេះដូរយក100 full reflect ដដែលដូចយើងបង្កើតសវិសចាស់ពីមុនមកអញ្ចឹងយើងបង្កើតដូចគ្នាអញ្ចឹងបាទហើយតាមមក null នេះយើងដូរដាក់ null ដដែល6 port អស់យើងដូរដាក់ null ទាំងអស់បើមិនករណីមួយមាន port មួយណាដែលជា 802.1Q នេះយើងដូរជា null ដូរជា null បាទតោះមកយើងអូខេបាទនេះគឺ CV របស់ port FE ដែលយើងបង្កើតហើយអញ្ចឹងយើងទៅ enable លើ port FE ម្ដងដល់ចុចលើ interface management ហើយយើងចុចនៅលើពាក្យថា Ethernet interface បាទនេះ business attribute នេះយើងដូរមកជា enable ទាំងអស់បាទ6 port យើងប្រើ6 port យើងបើក6 port គឺយើងបើក6 port ទាំងអស់អញ្ចឹងដល់កន្លែងយើងដូរមក null ដែរអញ្ចឹងដល់ចំណុចនេះយកដដែល 100 full reflect ដដែលបាទគ្រប់ port អស់យើងត្រូវដូរដូចគ្នាអស់អូតូនេះដូចគ្នាបាទដល់មក apply ដល់ពេលយើង apply មកឃើញ query មកយើងចុចលើ query នេះឃើញ port យើង down មានថាយើងអត់បានប្រើ port មួយណាទេហើយតោះមកយើងយក advanced attribute នេះតោះចំណុចនេះយើងយកជា enable ដូចគ្នា6 port យើងដូរយកជា enable ទាំងអស់ដើម្បី port យើងប្រើ port មួយណាក៏បានជា port auto បាទ apply query អញ្ចឹងតមកទៀតយើងចូលទៅក្នុង link interface microwave interface
ចឹងនៅក្នុង basic attribute នេះយើងដូរ menu ដូចគ្នា apply គ្នាមក query មួយហើយយកមកទៀតយក advanced attribute advanced attribute នេះនៅក្នុង property package super present យើងដូរថាយកជា enable apply មកបាទ query មួយចឹងមានថា microwave ដែលយើង config ដាក់ frequency ហើយនឹង port E1 និង port FE ទៅបានរួចរាល់អញ្ចឹងយើងចូលទៅមើល link យើងចូលទៅមើល link ហើយ link ហ្នឹងស្គាល់បាញ់ site តបជាប់គ្នាហើយឬនៅអញ្ចឹងយើងចុចទៅលើ microwave link configuration បន្ទាប់មកវានឹងលេចទាំងមកមួយនៅក្នុងនេះថា select please select IIS port អញ្ចឹងយើងចុចលើសញ្ញាព្រួយនោះធ្លាក់យើងយកពាក្យថា port 55 IIS U2 អញ្ចឹងមានថាយើងអញ្ចឹងយើងចុចមកក្នុង search link មួយជាងទៀតបាទនេះគឺ link មួយជាងទៀតដែលយើងជាប់ពី VTC 6ទៅ VTC 5បាទចឹងមានថា link ហ្នឹងស្គាល់គ្នាអស់ហើយហើយយើងទៅមើលនៅក្នុង alarm តើ alarm យើងមាន alarm អីខ្លះបាទនេះគឺជា alarm របស់ Ethernet port វាមាន6 port គឺថាយើងវាចេញ alarm អត់អស់គឺថាយើងវាអត់បានប្រើ port មួយណាទេអញ្ចឹង port E1 វាមាន5 port ទាំងចេញ port មកទាំង5អស់ហើយនេះ power អញ្ចឹងមាន2អញ្ចឹងនេះយើង connect តាម port ទេ power អញ្ចឹងកាលណាយើងមក port ទៀត power អត់ connect យើងបានចេញ alarm មកអញ្ចឹងបាទនេះគឺ alarm power abnormal បាទនេះគឺជា alarm របស់ឈ្មោះ ATN 950បាទអញ្ចឹងនេះយើងបានស្គាល់គ្នាហើយយើងការ config របស់ IDU 950ទៅបានបញ្ចប់តែមុននឹងបញ្ចប់សូម complete យើងទៅបិទមើល firewall ដើម្បីការ ping port ដើម្បី port មួយទៅ port មួយស្គាល់គ្នាថាយើងប្រកាសថា port ហ្នឹងស្គាល់គ្នាអត់យើងត្រូវបិទ firewall បើយើងអត់បិទ firewall ទេគឺយើង ping អត់ស្គាល់គ្នាទេអញ្ចឹងយើងទៅបិទ firewall នេះបាទបិទ firewall ដើម្បី ping ឆ្លងពី computer មួយទៅ computer មួយបាទអញ្ចឹងការ config របស់ microwave ATN 950ដែលជារបស់ Huawei ទៅបានចប់សូមអរគុណចំពោះការតាមដានវីដេអូឃ្លីបនេះ